ការដែលយើងពាក់ចាក់នៃថែមទៀតសោតហ្នឹងក៏យើងទីមួយហ្នឹងគឺថាជួយខ្លួនយើងនឹងឲ្យមានធម៌ពលខ្ពស់ហើយការដែលអ្នកដែលបងប្អូនដែលបានប្រើប្រាស់ហ្នឹងក៏បានយល់ដែរអ្នកខ្លះពាក់មកដល់ថ្ងៃនេះហាក់បីដូចជាគាត់មិនសូវមានជំងឺទេបាទមានអ្នកខ្លះគាត់បានសួរខ្ញុំទៀតសួរថាលោកគ្រូពាក់កាក់ហ្នឹងបានសេចក្តីថាមិនឈឺមែនទេខ្ញុំបានជម្រាបថាត្រូវហើយពិតជាមិនសូវជាឈឺប៉ុន្តែគាត់ក៏បានថាអញ្ចឹងបានសេចក្តីថាពាក់ហ្នឹងមិនស្លាប់មែនទេបាទមានអ្នកសំណួរសួរមកកាន់ខ្ញុំអញ្ចឹងហើយខ្ញុំក៏បានជម្រាបដែរហើយក៏ខ្ញុំសូមអភ័យទោសបងប្អូនអ្នកសួរនឹងដែរខ្ញុំមិនមែនជាការប្រមាថអីទេគ្រាន់តែខ្ញុំបានជម្រាបទៅគាត់វិញថាសេចក្តីស្លាប់មានគ្រប់តែគ្នានឹងឯងកាក់នឹងខ្ញុំពាក់ក៏ខ្ញុំស្លាប់អ្នកមិនពាក់ក៏ស្លាប់បាទហើយប៉ុន្តែគ្រាន់តែថាបើខ្ញុំដែលអត់បានពាក់ហ្នឹងក្រែងវាស្លាប់មុនខ្លួនហ្នឹងបាទតែប៉ុណ្ណឹងបាទគ្រាន់ថាខ្ញុំអ្នកពាក់ហ្នឹងអាចស្លាប់ក្រោយតែប៉ុណ្ណឹងឯងអញ្ចឹងបើយើងគិតទៅការស្លាប់ហ្នឹងមិនមាននរណាជាផុតទេអញ្ចឹងសូមអធិស្ឋានដល់បងប្អូនដែលបានសួរសំណួរហ្នឹងមិនដឹងថាគាត់សួរក្នុងបំណងអីទេប៉ុន្តែខ្ញុំឆ្លើយក៏ឆ្លើយក្នុងបំណងល្អដែរបាទអត់អីទេបងគេងលក់ស្រួលហើយអត់មានបញ្ហាអីទាំងអស់ហើយភាគរយនៃការជប់ខ្យល់ក៏អត់មានញឹកញាប់ដូចលោកមុនដែររាល់ដងមួយអាទិត្យជប់3 4 ដងបាត់ហើយឥឡូវអត់ទេតែព្រឹកមិញទេដែរខ្ញុំគេងបត់ដៃឡើងទៅលើទៅវារៀងសពុនតែប៉ុណ្្នឹងឯងពាក់កាក់មួយរយៈហ្នឹងឃើញថាលក់ដូរអីឬថាមានមួយមានអីច្រើនអញ្ចឹងណាហើយបើក្មួយខ្ញុំទិញឲ្យគាត់ពាក់ពេលដែលគាត់មិនទាន់ពាក់ដូចថាគាត់អូស៊ីវាលំតំណេះអូនដល់ពេលហើយខ្ញុំឲ្យគាត់ពាក់ទៅគាត់ប្រាប់ខ្ញុំថាដូចថាគាត់ក្លាហានពីមុនមកដូចថាយើងរស់ស៊ីជាពាក់គេលែងចង់រស់ស៊ីឬថាចង់តាកុយយំអញ្ចឹងណាដល់ពេលខ្ញុំឲ្យគាត់ពាក់ទៅគាត់ថាគាត់ក្លាហានដូចថាគាត់ក្លាហានគាត់ហ៊ាននិយាយតវ៉ាមួយគេឬថាទោះបីគេទាលុយមកគេទាលុយគាត់អីក៏គាត់ហ៊ាននិយាយឆ្លើយតបមួយគេដែរអញ្ចឹងណាពីមុនគាត់មិនហ៊ានតែខ្លាចតែគេអង្គុយតែយំអញ្ចឹងណាអាហ្នឹងខ្ញុំឃើញក្មួយខ្ញុំអញ្ចឹងតែចំពោះខ្ញុំលក់ដូចថាលក់ដូរដូចជារៀងថាមានភៀវមានមួយអីចូលច្រើនជាងមុនអញ្ចឹងណាហ្នឹងហើយខ្ញុំមានប៉ុណ្ណឹងអរគុណអូន